ថៃកំពុងតែយកកណ្ដាស់ខ្ចប់ភ្លើងឬក៏ពាក្យស្លោកខ្មែរមួយបាននិយាយថាដំរីងាប់យកចង្អេរទៅបាំងណារឿងសេដ្ឋកិច្ចរបស់ប្រទេសថៃពេលនេះគឺកំពុងតែដាំក្បាលចុះងើបមិនរួចនោះទេបូករួមជាមួយនឹងគ្រោះធម្មជាតិដែលកើតឡើងនៅប្រទេសថៃរួមទាំងការបិទច្រកចេញចូលជាមួយនឹងប្រទេសកម្ពុជាហើយនិងប្រទេសជិតខាងដូចជាកំពុងឆ្លោះគ្នាជាមួយនឹងភូមាហើយនិងមានបញ្ហានាំចេញចូលជាមួយនឹងឡាវទៀតក្រៅពីមិនអាចនាំទំនិញមកលក់នៅកម្ពុជាដែលជាអតិថិជនធំរបស់ប្រទេសថៃនៅមិនអាចទិញនៅទំនិញដែលជាវត្ថុធាតុដើមពីប្រទេសកម្ពុជាយកទៅផលិតទៀតខ្ញុំលើកឧទាហរណ៍ស្ដាប់ឧទាហរណ៍ត្រីខកំប៉ុងដែលប្រទេសកម្ពុជាបើយើងធ្លាប់តែទិញពីប្រទេសថៃយកមកលក់បន្តយកមកប្រើប្រាស់អញ្ចឹងឥឡូវបាត់មួយដុំហ្នឹងគឺប្រទេសកម្ពុជាគាត់អាចលក់ត្រីខមកប្រទេសកម្ពុជាបានក្នុងចំនួនច្រើនដូចមុនទេហើយចំណុចដែលខ្ញុំនិយាយថាទិញវត្ថុធាតុដើមពីកម្ពុជាយកទៅវិញអត់បានឧទាហរណ៍ថាប្រទេសថៃផលិតម្សៅដែលធ្វើពីដំឡូងមីគាត់គង់ឲ្យតែប្រទេសម៉ាឡេវវត្ថុធាតុដើមជាដំឡូងមីស្រស់ឬដំឡូងមីស្ងួតផលិតក្នុងស្រុកខ្លួនឯង 50% ទិញពីកម្ពុជាទៅ 50% ទៅគ្រប់ចំនួនយកទៅលក់ឲ្យម៉ាឡេដល់តែពេលឥឡូវគាត់អាចទិញវត្ថុធាតុដើមពីប្រទេសកម្ពុជាទៅបានគាត់មានត្រឹមតែដំឡូង 50% នៅក្នុងស្រុកអញ្ចឹងគាត់លក់ឲ្យម៉ាឡេអត់កើតឬក៏លក់ឲ្យម៉ាឡេបានត្រឹមតែ 50% អញ្ចឹងមានន័យថាសេដ្ឋកិច្ចទាំងនាំចេញនិងនាំចូលរបស់ប្រទេសថៃកំពុងតែជួបវិបត្តិទាំងអស់សរុបរួមមកឥឡូវនេះសម្បីតែធនាគារកណ្ដាលរបស់ប្រទេសថៃក៏ចេញសេចក្តីថ្លែងការណ៍ថាប្រទេសថៃកំពុងតែជួបនឹងវិបត្តិសេដ្ឋកិច្ចដែរប៉ុន្តែហេតុអីបានខ្ញុំហ៊ាននិយាយថាប្រទេសថៃយកចង្អេរមួយទៅបាំងដំរីដ៏ធំដែលងាប់នៅក្នុងប្រទេសរបស់ខ្លួនបើប្រៀបធៀបជាមួយពាក្យខ្មែរដែលខ្ញុំបាននិយាយពីដើមមកថាដំរីងាប់យកចង្អេរទៅបាំងហ្នឹងណាតើប្រទេសថៃកំពុងតែបាំងបាត់ណាសារព័ត៌មានអន្តរជាតិទាំងអស់រួមទាំងសារព័ត៌មានកម្ពុជាសារព័ត៌មាន New York Times សារព័ត៌មានសហរដ្ឋអាមេរិកសារព័ត៌មានចិនអីក៏ដោយឲ្យតែចុះព័ត៌មានពីសេដ្ឋកិច្ចរបស់ប្រទេសថៃគឺគេយកនៅទិន្នន័យដែលគេស្រាវជ្រាវបានហើយនឹងគេកត់សម្គាល់ចុះផ្សាយថាប្រទេសថៃកំពុងតែរងវិបត្តិប៉ុន្តែផ្ទុយទៅវិញព័ត៌មានក្នុងស្រុករបស់ប្រទេសថៃគឺតែងតែផ្សាយថាប្រទេសកម្ពុជាគឺជាអ្នកដាច់បាយគ្មានរបស់អ្វីប្រើទេព្រោះមិនបានទិញអវ៉ាន់ពីថៃរហូតដល់ថ្នាក់ប្រហែលថ្ងៃនេះមានសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃដែលបងប្អូននៅប្រទេសកម្ពុជាអត់ប្រើ VPN អត់បដូរ IP ពីយើងចេញពីប្រទេសកម្ពុជាទេគឺអាចមើលឃើញព័ត៌មានអត់ហ្នឹងទេគឺគេផ្សាយទៅនៅក្នុងប្រទេសគេទេដោយគេបានប្រកាសថាប្រទេសកម្ពុជាកំពុងតែរងគ្រោះទុរភិក្សប្រជាជនអត់ការងារធ្វើខ្វះខាតទំនិញប្រើប្រាស់គ្រប់ប្រភេទទាំងអស់ព្រោះមិនបានទិញអវ៉ាន់ពីប្រទេសថៃគឺរាល់ថ្ងៃប្រទេសថៃកំពុងតែបញ្ចុកព័ត៌មានបែបអញ្ចឹងឲ្យប្រជាជនរបស់ខ្លួនឯងប្រៀបធៀបមើលវាប្រៀបបីដូចជាយកចង្អេរទៅបាំងដំរីងាប់អត់ថ្មីតែតែវាមិនអាចបាំងចិត្តទាំងស្រុងគ្រប់គ្នានៅជុំវិញនឹងអាចមើលឃើញពីទស្សនវិជ្ជានោះប៉ុន្តែមនុស្សមួយក្រុមដែលនៅពីក្រោយចង្អេរដែលត្រូវបានប្រទេសថៃយកទៅបាំងគឺនឹងមិនអាចមើលឃើញនិងមិនអាចដឹងថាមានអ្វីកើតឡើងនោះហើយគឺជាការចាក់ស្រោចនៅព័ត៌មានដែលមិនពិតនិងការលាងខួរក្បាលឲ្យប្រជាពលរដ្ឋខ្លួនឯងជឿទៅលើតែសារព័ត៌មានផ្ទាល់ខ្លួនហេតុផលប្រទេសថៃកំពុងតែប្រើលេសអាងក្រោមពាក្យថាស្នេហាជាតិដើម្បីបង្វក់ការទុកចិត្តរបស់ប្រជាជនខ្លួនឯងត្រូវបានបង្រៀនមកថាប្រទេសកម្ពុជាគឺជារបស់ខ្លួនតាំងពីដើមមកដូច្នេះហើយធ្វើឲ្យពួកគេលោភលន់អាភាពលោភលន់ចង់បានហួសហេតុហួសនិស្ស័យហ្នឹងឯងដែលធ្វើឲ្យគេបង្វក់គេបង្វិលហើយគេក៏ហាក់បោកប្រាស់បានអញ្ចឹងឥឡូវនេះប្រទេសថៃគឺកំពុងតែធ្វើព័ត៌មានបោកប្រាស់ប្រជាជនរបស់ខ្លួនឯងដូចជាថ្ងៃនេះអញ្ចឹងសារព័ត៌មាន BBC បានចេញផ្សាយថាប្រទេសថៃបានលុបចោលច្បាប់ដែលហាមមិនឲ្យផឹកស្រានៅពេលរសៀលដែលខ្លួនបានប្រើប្រាស់ច្បាប់នឹងរាប់ទសវត្សរ៍មកហើយឥឡូវនេះគឺបានលុបចោលជាបណ្ដោះអាសន្នដើម្បីជំរុញឲ្យមានការកើនឡើងនៅភ្ញៀវទេសចរអន្តរជាតិដែលនៅក្នុងសារព័ត៌មាននឹងគេបាននិយាយថារដ្ឋាភិបាលថៃជឿថាការដែលបិទក្លឹបកំសាន្តអីពេលថ្ងៃមិនឲ្យមានកន្លែងកំសាន្តបើកឲ្យផឹកស្រាអីនៅពេលថ្ងៃនេះគឺជាការធ្វើឲ្យបាត់ភ្ញៀវទេសចរសម្ភារវងកញ្ចក់តិចប៉ុន្តែរាប់ទសវត្សរ៍ទៅហើយដែលប្រទេសថៃត្រូវបានគេជឿថាជាប្រទេសដែលមានភ្ញៀវទេសចរច្រើនមែនទែននៅក្នុងតំបន់អាស៊ីក៏មិនដែលបើកលក់ស្រាពេលថ្ងៃដែរហើយបានជាមកនិយាយនៅពេលនេះថាការដែលមិនបើកលក់ស្រានៅពេលថ្ងៃគឺជាការធ្វើឲ្យបាត់ភ្ញៀវទេសចរចុះតាំងពីដើមមកដែលលក់ពីអង្កាលអត់មានដូចគ្នាហ្នឹងអញ្ចឹងគឺជារូបភាពបង្ហាញមួយថាឥឡូវនេះសេដ្ឋកិច្ចកំពុងធ្លាក់ខ្លាំងទៅរកវិធីកែខៃហើយរកលេសមកបាំងថាហេតុផលអញ្ចឹងហេតុផលអញ្ចឹងនៅក្នុងសារព័ត៌មាន BBC ចុះជាលក្ខណៈអន្តរជាតិនឹងគេបានសរសេរថាឥឡូវនេះសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចង់ទៅលេងប្រទេសថៃពេលថ្ងៃក៏មានក្លឹបកំសាន្តដែរពេលថ្ងៃក៏អាចផឹកគ្រឿងស្រវឹងនៅប្រទេសថៃបានដែរគេចាប់ផ្ដើមធ្វើ promotion គេចាប់ផ្ដើមដាក់ផ្សាយជាលក្ខណៈអន្តរជាតិថាមកលេងប្រទេសថៃពេលថ្ងៃក៏សប្បាយដែរមិនចាំបាច់ទៅតែ night life ឬមួយក៏ប្រភេទដើរលេងយប់អីទេលេងពេលថ្ងៃក៏សប្បាយដែរអញ្ចឹងមកប្រទេសថៃគ្រាន់តែហោះមកលេងពេលថ្ងៃហើយហោះទៅវិញក៏បានដែរសម្រាប់ប្រទេសជិតៗព្រោះឥឡូវពេលថ្ងៃក៏គេមានកន្លែងកំសាន្តសប្បាយៗច្រើនដែរស្ដាប់មកវាប្រៀបបីដូចជាការផ្សព្វផ្សាយដើម្បីទេសចរប៉ុន្តែជ្រុងមួយទៀតប្រទេសថៃកំពុងតែធ្លាក់ខ្លួនដើរចូលទៅក្នុងជ្រោះមរណៈនៃការបំផ្លាញសង្គមរបស់ខ្លួនឯងខ្ញុំលើកឧទាហរណ៍ឲ្យអ្នកស្ដាប់មួយប្រហែលឆ្នាំមុនប្រទេសថៃបានបើកជាសាធារណៈឲ្យប្រជាជនទាំងអស់ដាំកញ្ឆានៅក្នុងប្រទេសប្រើប្រាស់កញ្ឆាជាសាធារណៈហើយស្របច្បាប់ប្រហែលឆ្នាំក្រោយមកក៏ចាប់ផ្ដើមបិទវិញដោយបានរកឃើញថាប្រជាជនទូទាំងប្រទេសចាប់ពីអាយុពេញវ័យរហូតដល់ចាស់គឺប្រើប្រាស់កញ្ឆាស្ទើរទូទាំងប្រទេសគោលដៅរបស់ប្រទេសថៃនៅពេលដែលបើកឲ្យប្រើប្រាស់កញ្ឆាជាសាធារណៈគឺគេចង់បើកប្រើកញ្ឆាស្របច្បាប់ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលទៅលេងនៅប្រទេសថៃហើយជាប់អារម្មណ៍ដែលប្រើប្រាស់កញ្ឆាហ្នឹងនៅប្រទេសថៃតែម្ដងសរុបមកបាត់ទៅយកលុយទៅចាយឲ្យប្រទេសថៃកាន់តែច្រើនឡើងតែអត់បានចាប់អារម្មណ៍ថានៅពេលដែលបើកបែបហ្នឹងមិនមែនតែភ្ញៀវទេសចរអន្តរជាតិទេក៏ប៉ុន្តែប្រជាជនខ្លួនឯងក៏ប្រើប្រាស់កញ្ឆាជាសាធារណៈដែរចឹងធ្វើឲ្យទប់លែងជាប់ក៏ចាប់ដើមបិទវិញទៅដូច្នេះឥឡូវនេះប្រទេសថៃកំពុងតែដើរជន់ដានខ្លួនឯងដដែល
ដោយកាត់ថាខ្លួនឯងមានបំណងតាក់ទងភ្ញៀវទេសចរអន្តរជាតិឲ្យមកលេងកម្សាន្តនៅពេលថ្ងៃទៅបើកលក់ស្រាឡើងវិញប៉ុន្តែផ្ទុយទៅវិញប្រទេសថៃនឹងធ្វើឲ្យប្រជាជនខ្លួនឯងកើតមានអ្នកផឹកស្រាកាន់តែច្រើនបងប្អូនសម័យមើលថាប្រជាជនថៃបើយើងនិយាយមកទៅគឺប្រៀបធៀបជាមួយប្រជាជនកម្ពុជាវាកាជាងអ្វីត្បិតតែស្ដាប់សំឡេងមកដូចជាទុនភ្លុនប៉ុន្តែពួកគេមានអំណួតគិតតែខ្លួនឯងប៉ាកែចុះទម្រាំតែបើកឲ្យមានស្រាបារីកញ្ឆាប្រើប្រាស់ទូទាំងប្រទេសទៀតតើស្ថានភាពរបស់ប្រទេសថៃនឹងទៅជាបែបណានៅពេលក្រោយដូច្នេះនេះគឺជាខ្លះៗដែលខ្ញុំបានឃើញព័ត៌មាននៅក្នុងថ្ងៃនេះនិយាយទេថាប្រទេសថៃចាប់ផ្ដើមបើកឲ្យលក់ស្រានៅពេលថ្ងៃវិញបើកក្លឹបកំសាន្តនៅពេលថ្ងៃឡើងវិញដើម្បីតាក់ទាញភ្ញៀវទេសចរអន្តរជាតិការដែលយកព័ត៌មាននេះមកនិយាយគឺគ្រាន់តែចង់បង្ហាញទៅដល់ប្រជាពលរដ្ឋខ្មែរថានៅជ្រុងមួយដែលយើងបានឃើញថាសារព័ត៌មានថៃក្នុងស្រុកគេបានចោះថាប្រទេសគេអត់មានបញ្ហាសេដ្ឋកិច្ចទេតែធាតុពិតដែលគេផ្សាយចេញទៅអន្តរជាតិគឺគេខំរកគ្រប់វិធីដើម្បីតាក់ទាញភ្ញៀវទេសចរចូលពីព្រោះភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះជាគំហុកមែនទែននៅប្រទេសថៃស្របពេលដែលប្រទេសខ្លួនឯងកំពុងមានវិបត្តិសេដ្ឋកិច្ចរួមជាមួយនឹងបញ្ហាគ្រោះធម្មជាតិផងដែរតើបថាមើលព័ត៌មានរបស់ប្រទេសថៃកុំឲ្យជឿខ្លាំងពេកតាមមើលព័ត៌មានដែលអន្តរជាតិគេចុះពីប្រទេសថៃវិញហើយយកទៅប្រៀបធៀបគ្នាទៅបងប្អូនដឹងថាប្រទេសថៃព្យាយាមយកចង្អេរទៅបាំងដំរីដែលងាប់ព្យាយាមយកក្រដាសទៅខ្ចប់ភ្លើងនៅក្នុងប្រទេសខ្លួនឯងគ្រាន់តែដើម្បីបាំងភ្នែកប្រជាជនខ្លួនឯងតែប៉ុណ្ណោះសូមចុច Subscribe Channel YouTube Chop Interstation ដើម្បីបានវីដេអូថ្មីៗ